ចាសួស្តីបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៀតហើយតើតើជាមួយនឹងការមើលព័ត៌មានការងារនៅលើគេហទំព័របងធំ .com អញ្ចឹងថ្ងៃនេះគឺយើងមកមើលការងារនៅលើគេហទំព័របងធំគឺយើងមើលទៅលើ app ណាចាអញ្ចឹងគឺយើងមើល app គឺយើងដឹងហើយយើងដំឡើង app បងធំនៅលើទូរស័ព្ទដៃរបស់យើងហើយយើងក៏ចុចទៅលើ app ហ្នឹងយើងចូលមើលតែម្ដងអញ្ចឹងនេះគឺជាការងារបង្ហាញនៅលើគេហទំព័របងធំគឺនៅទំព័រមុខគឺនៅចម្រោះណាកាលណាយើងចូលព្រាមគឺយើងឃើញការងារទាំងអស់ហ្នឹងហើយឥឡូវថ្ងៃនេះគឺយើងមកមើលការងារនៅតាមទីតាំងយើងមើលនៅខាងក្រោមហ្នឹងគឺយើងឃើញទីតាំងចាគឺមានការងារចម្រោះការងារតាមប្រភេទតាមក្រុមហ៊ុនហើយនឹងតាមទីតាំងអញ្ចឹងគឺយើងចុចយកទីតាំងណាទីតាំងគឺយើងឥឡូវថ្ងៃនេះគឺយើងមកមើលការងារទីតាំងនៅខេត្តចាយើងមើលនៅខេត្តកំពង់ស្ពឺមួយទៅចាអញ្ចឹងកំពង់ស្ពឺគឺយើងមើលយើងអូគឺការងារនៅខេត្តកំពង់ស្ពឺគឺមាន7ការងារណាយើងចុចទៅលើហ្នឹងទៅឥឡូវគឺយើងមកដល់ការងារទាំងអស់ហ្នឹងហើយតើតើជាមួយការងារនៅខេត្តកំពង់គឺមានខាង consultancy services to carry out final evaluation ចានៅខាង Janita ណាហើយនេះគឺ production and material planner នៅខាង seasonal Vision International Camp ទៅលើហ្នឹងទៅចាអញ្ចឹងគឺឈ្មោះក្រុមហ៊ុន Seasonal Vision International Cambodia Ltd ចាហ្នឹងហើយអញ្ចឹងការងាររបស់គាត់ហ្នឹងគឺ Production and Material Planner ហើយនេះ various position នៅខាង LOLC Cambodia PLC ចាជួយសិតតែជាការងារថ្មីៗទៅចុះផ្សាយដែរទេហ្នឹងហើយនេះគឺនៅខាង World Vision ណាចាអញ្ចឹងខាង World Vision នៅខេត្តកំពង់ស្ពឺនោះគឺគាត់មានការអញ្ជើញដេញថ្លៃតើតើជាមួយនឹងស្ថានីយ៍ទឹកប្រើប្រព័ន្ធ solar មួយឈុតណាចាអញ្ចឹងគឺយើងមើលនៅខាង World Vision គាត់មានចានេះនៅខាង World Vision International Recruitment អញ្ចឹងនៅខាងអង្គការ World Vision ណាចាហើយនេះគឺនៅបុគ្គលិកផ្នែកលក់ចានៅខាង Anchlin Mart ចាអញ្ចឹងទៅគឺយើងមើលការដេញថ្លៃសម្រាប់ស្ថានីយ៍ទឹកប្រព័ន្ធ solar មួយឈុតចានៅខាង World Vision International Recruitment យើងចុចទៅលើហ្នឹងទៅអញ្ចឹងសម្រាប់ពួកយើងដែលផ្នែកលក់នៅខាងក្រុមហ៊ុនលក់ solar ហ្នឹងគឺត្រូវហើយណានេះគឺជាឱកាសល្អសម្រាប់ពួកយើងអ្នកផ្នែកលក់ហ្នឹងគឺអាសាចូលមើលទៅគឺដាក់ដេញថ្លៃសម្ភារៈនៃការងារទាំងអស់ហ្នឹងគឺមានមកញឹកណាហ្នឹងហើយអញ្ចឹងល្អសម្រាប់ពួកយើងធ្វើការផ្នែកលក់នៅខាងក្រុមហ៊ុនទៅលើសម្ភារៈផ្គត់ផ្គង់អីផ្សេងៗហ្នឹងទៅតាមគម្រោងហ្នឹងគឺត្រូវតែម្ដងចាអញ្ចឹងគឺយើងមើលព័ត៌មានដេញថ្លៃនៅទីនេះហើយតាក់ទងជាមួយនឹងអង្គការគឺគាត់ដាក់ព័ត៌មាននៅទីនេះហើយណាគឺល្មមអាចពួកយើងយល់បានថាអង្គការគាត់ធ្វើអីហើយបើយើងមើលមិនច្បាស់យើងមិនបានដឹងគឺយើងឆែកមើលបន្ថែមទៀតទៅណាគាត់មានគេហទំព័រឲ្យយើងមើលដែរហើយតាក់ទងនៅទីនេះគឺនៅខេត្តកំពង់ស្ពឺអញ្ចឹងការជួយដេញថ្លៃណាសម្រាប់ព័ត៌មានសង្ខេបក្នុងការដេញថ្លៃហ្នឹងគឺយើងមើលហើយណាចឹងហើយនៅក្នុងនេះគឺយើងមើលតាក់ទងជាមួយនឹងការដាក់ពាក្យនៅទៅលើគម្រោងហ្នឹងយើងមើលតម្រូវការចាប់ពីទី1រហូតដល់ទី7ហ្នឹងហើយមានចំណុចតូចៗនៅខាងក្រោមហ្នឹងទៀតណាអញ្ចឹងគឺយើងអានតាមហ្នឹងទៅក្នុងការដេញថ្លៃទៅគឺមានភ្ជាប់ឯកសារនៅទីនេះទៀតអញ្ចឹងបើយើងចាប់អារម្មណ៍គឺយើងចុចទៅលើតំណែងហ្នឹងទៅហើយយើងដាក់ពាក្យទៅកាន់ខាងអង្គការផ្ទាល់ទៅចាហ្នឹងហើយតាក់ទងជាមួយនឹងចាអញ្ចឹងនៅទីនេះគេមានលេខទូរស័ព្ទសម្រាប់ឲ្យពួកយើងតាក់ទងទៅបើសិនជាយើងមានចម្ងល់ហើយនេះគេមានទាំងគេហទំព័រនៅ Facebook របស់គេទៀតហើយនឹងទាំងនៅខាងអង្គការ World Vision ណាចាគេចាចឹងថ្ងៃនេះគឺយើងមានប៉ុណ្ណឹងណាហើយសូមជូនពរពួកយើងមានសំណាងល្អជោគជ័យក្នុងការងារនិងសេចក្តីសុខស្តីជ័យមង្គល